បាទជំរាបសួរបងប្អូនអតិថិជនអានេះគឺជារបស់ពិសេសរបស់ការពារផ្លិចឬក៏ការពារបាត់អាហ្នឹងគឺដែលហៅសួរស្ដាប់ប្រអប់ដាក់វិសក៏ដាក់គ្រឿងខ្ចៅខ្ចងទូចនេះចាំខ្ញុំបើកឲ្យមើលឥឡូវខ្ញុំបើកឲ្យមើលទៅខាងក្នុងទៀតហ្មងឃើញទេអានេះបើយើងដាក់ខ្ចៅក៏បានយើងដាក់ប្រភេទប្រភេទអ៊ីសេហើយស្តង់អីចឹងទូចយើងអាចប្រើនឹងបានការពារបាត់ហើយយើងវាមានស្ដាប់ធ្នាប់ក្នុងការធ្វើការងារផងហើយប្រឡោះប៉ុណ្ណឹងមិនមែនថាយើងអាច modify បានទេណាបើយើងចង់ដាក់អីវ៉ាន់ធំយ៉ាងនេះអាច modify បានទៀតយើងដោះចាយើងអាចកែវាមកនេះឃើញទេអញ្ចឹងជួរនោះយើងចង់ដាក់អីគេដាក់ប៊ិចភ្លើងឯងដាក់ប៊ិចភ្លើងយើងដាក់ហែកដកវាមកច្រឡំហែកដកស្ទះវាមកយើងដាក់ប៊ិចភ្លើងមួយទៅជួរខាងក្រោមយើងចង់ដាក់អីយើងដកវាមកដាក់អីវ៉ាន់របស់យើងដែលយើងចង់ដាក់ទៅហើយបើសិនជាយើងអត់ដកទេយើងអាចដាក់ជាប្លុកមកពីនាយវានេះដាក់ចូលវិញមកយើងសម្រាប់ដាក់វិសដាក់អីចឹងទៅវាស្រួលដាក់វិសដាក់ប្រភេទខ្ចៅខ្យងទូចគ្រឿងប្លាស់គ្រឿងអីអគិសនីអីហ្នឹងគឺត្រូវមែនតើហ្មងអានេះឡើយទុកសិនណាអានេះក៏ខ្ញុំដាក់ឲ្យមើលឲ្យបងប្អូនមើលឯងហើយខ្ញុំបង្ហាញលក្ខណៈពិសេសវាមួយទៀតដែលបងប្អូនឃើញភាគច្រើនប្រអប់ដែលដាក់ខ្ចៅគឺកំពុងមានអញ្ចឹងលក្ខណៈពិសេសដែលខ្ញុំចង់បង្ហាញគឺប្រភេទកវានេះហិញវានេះកវាធ្វើមកដូចប្រអប់ជាងអញ្ចឹងវាអត់ធ្វើលក្ខណៈជួរមកប្រទេសដាក់លើនឹងទេបើយើងធ្វើជួរមកប្រទេសជាសាច់ជួរសុតហ្មងយើងបិទបើកចេះច្រើនដងវានឹងបាក់ជួរហ្នឹងហើយដោយសារវាបាក់ដោយសារសឹកហើយខាងមុខវានេះគឺជួរមកប្រទេសតែវាអត់បាក់ទេដោយសារអីវាមានកលាវាចេះហើយជួរហ្នឹងគឺគេធ្វើមកគឺសម្រាប់តែបិទប្រវៃនេះហេគេឲ្យបិទបើកលក្ខណៈកាច់មក180ចេះទេបើ180ចេះកុំថាតែជួរសម្រាប់តែលួសយើងស្ពាន់អីហ្នឹងក៏វាបាក់ដែរតែអានេះគេធ្វើមកគឺតម្រូវឲ្យកន្លែងដែលកັບកលឹះអញ្ចឹងវាបិទបើកអត់ដល់40ដឺក្រេផងច្រឡំអត់ដល់90ដឺក្រេផងហើយជួរនេះបងប្អូនស្ដាប់ជួរស្វិតមិនមែនប្រភេទជួរងាប់ជួរស្រួយទេណាអញ្ចឹងប្រភេទនេះបើបងប្អូនដាក់ជាវិសជាអីចឹងទៅយើងស្រួលដាក់នៅក្នុងប្រអប់ជាងគឺក៏កាបូបជាងហើយការពារពីការបាត់ក៏អត់ស្ដាប់ធ្នាប់អីចឹងអីវ៉ាន់នៅក្នុងហ្នឹងណាអញ្ចឹងពេលខ្លះប្រអប់នេះយើងចំណាយទៅយើងអាចការពារអីវ៉ាន់ទូចដែលមានតម្លៃផងដាក់មាសក៏បានដែរនិយាយដាក់មាសដាក់ពេជ្រក៏បានដែរผมឲ្យតែថាយើងដាក់ជាងអីប្រអប់គ្រឿងជាងអីដាក់វិសដាក់អីមើលទៅវាអត់តម្លៃអញ្ចឹងយើងអាចដាក់គ្រឿងអីបានក្រៅពីមាសពេជ្រក្រៅពីវិសអីយើងដាក់មាសពេជ្រក៏បានដាក់នុយត្រីក៏បានដែរខ្ញុំនឹកឃើញនុយយើងលេងនុយសបាក់និមិត្តប្រើអាហ្នឹងក៏អេមដែរហើយតម្លៃធូរថ្លៃទេខ្ញុំលក់តែ$3 5កាក់ឯងហើយថ្លៃសេវាដឹកតែ$1ទេចង់ដឹកដល់ណាក៏$1ដែរអញ្ចឹងបើបងប្អូនចង់បានកុំភ្លេចតាក់ទងមកកាន់សំភារៈជាងសូមអរគុណ